សួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូនៅក្នុង Channel MF Office Learning បាទនៅក្នុងថ្ងៃនេះគឺយើងជួបគ្នានៅកលឹះថ្មីទៀតហើយទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី Microsoft Excel ហើយនៅក្នុងកលឹះថ្ងៃនេះគឺខ្ញុំបង្ហាញនៅកលឹះចំនួន2ដែលអ្នកទាំងគ្នាត្រូវស្វែងយល់ហើយវាមានអត្ថប្រយោជន៍មែនទែនសម្រាប់យើងនៅក្នុងបញ្ចូលការងាររបស់យើងទៅក្នុងតារាងចំណុច2ដែលខ្ញុំត្រូវលើកយកមកបង្ហាញនៅទីនេះគឺទាក់ទងទៅនឹងការបង្ហាញលេខរៀងដោយស្វ័យប្រវត្តិនិងបង្ហាញភេទដោយស្វ័យប្រវត្តិអញ្ចឹងអ្វីដែលពិសេសហើយអ្នកនរគ្នាដែលបានជួបប្រទេសគឺទាក់ទងទៅនឹងការបង្ហាញភេទដោយស្វ័យប្រវត្តិតែយើងត្រូវធ្វើម៉េចណាអញ្ចឹងកលឹះ2នេះឯងគឺជាកលឹះសំខាន់ដែលខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងវីដេអូនេះឥឡូវអ្នកនរគ្នាក៏លេខមើលនៅក្នុងឧទាហរណ៍របស់ខ្ញុំតែម្ដងឥឡូវចំណុចទី1ទាក់ទងទៅនឹងការបង្ហាញលេខរៀងដោយស្វ័យប្រវត្តិតើវាបង្ហាញយ៉ាងម៉េចបើជាទូទៅលេខរៀងកន្លែងនេះវានឹងត្រូវបានរាប់ទៅតាមឈ្មោះទិន្នន័យកន្លែងឈ្មោះនេះបើមិនវាអត់មានកន្លែងនេះក៏មានន័យថាអត់មានដែរអញ្ចឹងបើសិនមកខ្ញុំកាន់តែខ្ញុំបញ្ចូលទិន្នន័យកន្លែងនេះបាទខ្ញុំ enter មកអញ្ចឹងកន្លែងនេះគឺវាចេញលេខរៀងទី1ទៅកន្លែងនេះខ្ញុំបញ្ចូលទៀតទៅenter មកកន្លែងនេះវាចេញលេខរៀងទី2ចុះបើសិនបើក្នុងករណីដែលជួរលេខទី5ទី6ឬក៏ជួរពីនេះខ្ញុំអត់បានបញ្ចូលទិន្នន័យខ្ញុំបញ្ចូលទិន្នន័យនៅនេះវិញបាទអញ្ចឹងដល់ពេលយើង enter មកលេខរៀងវានឹងចេញបន្តតែម្ដងគឺ1 2 3ហើយបើសិនបើយើងចង់ថែមនៅខាងលើលេខកន្លែងលេខរៀងទី3នេះវាលុបទៅជាទី4តាមលំដាប់លំដោយរបស់វា1 2 3 4អញ្ចឹងយើងមិនបារម្ភថាចុះសិនជាកន្លែងកាឡាអីអត់មានទិន្នន័យតើលេខរៀងវាយ៉ាងម៉េចគឺគ្មានបញ្ហាទេគឺវារត់ទៅតាមលំដាប់របស់វាតែម្ដងឃើញទេហើយបើសិនជាខាងលើនេះយើងលុបទិន្នន័យចោលវិញ enter មកចាកន្លែងលេខ2វាទៅជាលេខ1វិញឃើញទេបាទងាយស្រួលមែនទេបាទយើងក៏យកទិន្នន័យយើងបានលេខរៀងអានេះគឺចំណុចទី1ទាក់ទងទៅនឹងការបង្ហាញលេខរៀងដោយស្វ័យប្រវត្តិឥឡូវចូលដល់ចំណុចទី2ទាក់ទងនឹងការបង្ហាញភេទវិញអញ្ចឹងកន្លែងភេទនេះជាទូទៅបើសិនបើយើងវាយជាឈ្មោះយើងតែងតែវាយភេទដែរប៉ុន្តែនៅក្នុងកលឹះនេះគឺខ្ញុំនឹងបង្ហាញចំណុចមួយគឺទាក់ទងទៅនឹងការបង្ហាញភេទដោយស្វ័យប្រវត្តិដែលយើងមិនចាំបាច់បញ្ចូលទេយើងចូលតែឈ្មោះគឺបានតែម្ដងបាទឥឡូវទាក់ទងទៅនឹងការបង្ហាញភេទឥឡូវខ្ញុំធ្វើការបញ្ចូលឈ្មោះម្នាក់គាត់ឈ្មោះសួនសំភេទប្រុសអញ្ចឹងយើងគ្រាន់តែវាយឈ្មោះគាត់ធម្មតាមកសួនសំបាទយើង enter មកចេញភេទប្រុសតែម្ដងបាទគាត់ឈ្មោះអីគាត់ឈ្មោះនាងមាលាគាត់ភេទស្រីណាខ្ញុំវាយភេទស្រីនាងមាលាអញ្ចឹងយើងគ្រាន់តែវាយធម្មតាមកបាទនាងមាលា enter មកចេញស្រីឃើញទេយើងត្រូវការទៀតត្រូវការភេទស្រីមួយទៀតហ៎បាទឧទាហរណ៍គាត់ឈ្មោះសំចិន្តាបាទសំចិន្តាត្រូវការភេទស្រី enter មកចេញភេទស្រីត្រូវការភេទប្រុសដាក់អីនាយក្រមបាទនាយក្រមបាទនាយក្រម enter មកបាទចេញភេទប្រុសតែម្ដងអញ្ចឹងមានន័យថាយើងបញ្ចូលឈ្មោះអ្វីក៏បានដែលយើងចង់បានប្រុសស្រីគឺចេញតែម្ដងចង់បានប្រុសចង់បានស្រីបាទគឺគ្មានបញ្ហាទេបាទអញ្ចឹងយើងនឹងជួបគ្នាថាតើនឹងយើងរៀបចំបញ្ជីនេះយ៉ាងម៉េចដើម្បីឲ្យវាចេញដោយស្វ័យប្រវត្តិបែបនេះអញ្ចឹងកុំឲ្យខាតពេលវេលារបស់យើងចូលទៅកាន់វីដេអូមេរៀនទាំងអស់គ្នាបាទតោះឥឡូវយើងចូលមកកាន់វីដេអូមេរៀនរបស់យើងបាទអញ្ចឹងដំបូងអ្នកទាំងគ្នាត្រូវបើកចូលមកកាន់កម្មវិធី Microsoft Excel បាទបើកឯកសារថ្មីមកបាទអញ្ចឹងនៅពេលដែលយើងបានឯកសារអ្នកទាំងគ្នាដំបូងគឺត្រូវតែមានតារាងពីឈ្មោះឬក៏មានតារាងទិន្នន័យរបស់យើងនឹងអញ្ចឹងឥឡូវកុំឲ្យខាតពេលយើងចាប់ដើមតែម្ដងមកបាទលេខរៀងឈ្មោះភេទហើយផ្សេងបាទផ្សេងទៅចាឥឡូវយើងបង្កើតតារាងខ្លីៗងាយស្រួលបាទហើយកន្លែងនេះខ្ញុំដាក់ថាបញ្ជីឈ្មោះយ៉ាបញ្ជីឈ្មោះបាទកន្លែងដាក់សោះឆ្លាក់ចុះកន្លែងនេះដាក់ធំបន្តិច
hay cái này lịch riêng rồi người tịch hãy lấy những đại vi trong cái đà nó hay vô việc so mày ấy để cho mua lái là tụi nguyên tịch đó chả có tây viên tịch đặt có so với bà tao mà tiết nhưng bậc tràng với máu bà tráng nghĩa tao nghe trong bậc tràng đo tầm ná sự lệch đo tầm nắng á và tên về trong bậc một con chuột đi sự lệch đo một con chuột đi trên tàu trong rồi chuột đi làm rồi chuột đi tờ lấy trong đặt trong tập tram cho tập tram chuột đi tầm tiết nhưng bậc tràng bao giờ máu nhưng cho cái này hố nên lại nắng hay đặt lệch ở bọt và những bậc tràng mà bắt đầuពីយើងបង្កើតតារាងបានហើយអញ្ចឹងការងារដំបូងគឺយើងត្រូវបង្កើតលេខរៀងដោយស្វ័យប្រវត្តិបាទវីដេអូមុនខ្ញុំក៏ធ្លាប់បានបង្ហាញដែរក៏ប៉ុន្តែយើងឈប់ប្រើរូបមន្តនឹងហើយបាទរូបមន្តដែលយើងត្រូវប្ដូររូបមន្តកន្លែងលេខរៀងគឺយើងត្រូវប្រើថ្មីវិញបាទឥឡូវយើងរំលឹកអាមេរៀនចាស់យើងទាក់ទងលេខរៀងចាស់តើវាមានហេតុអីយើងឈប់ប្រើវិញវាមានបញ្ហាយ៉ាងម៉េចបាទឥឡូវយើងមើលរូបមន្តចាស់របស់យើងលេខកំណត់លេខរៀងដោយស្វ័យប្រវត្តិហ្នឹងគឺយើងត្រូវប្រើរូបមន្ត if គឺស្មើ if បើសិនបើកន្លែងឈ្មោះនេះកន្លែងឈ្មោះនេះអត់មានទិន្នន័យទេអត់មានទិន្នន័យគឺសញ្ញាស្វែងកដោ2ក្បៀសអញ្ចឹងកន្លែងលេខរៀងក៏វាអត់មានដែរបាទអញ្ចឹងដាក់សញ្ញាស្វែងកដោមួយទៀតមកហើយយើងដាក់លេខដាក់ក្បៀសមកដាក់លេខ1ហើយយើងបិទមុខចោលវិញឃើញថាអញ្ចឹងកន្លែងនេះយើងបាយមកវាលេខ1តែកន្លែងនេះវាអត់ទាន់មានទេដល់ពេលយើងបញ្ចូលរូបមន្តត្រង់ជួរលេខរៀងទី2ស្មើ if បើសិនបើកន្លែងឈ្មោះនេះវាអត់មានទិន្នន័យទេអញ្ចឹងវាក៏គ្មានលេខរៀងដែរប៉ុន្តែបើវាមានគឺយើងត្រូវយកលេខរៀងទី1ខែ1ហើយយើងបិទមកចោលវិញឃើញថាពេលនោះវាចេញលេខ2ហើយកន្លែងលេខ3ទៅគឺយើងគ្រាន់តែអុសមកបានហើយអុសអញ្ចឹងដល់ពេលយើងបញ្ចូលលេខរៀងកន្លែងនេះគឺវាមានទិន្នន័យលេខ3បញ្ចូលកន្លែងនេះវាចេញលេខ4ក៏ប៉ុន្តែបើសិនយើងបញ្ចូលនៅនេះពីក្រោមហ្នឹងណាអញ្ចឹងដល់ពេលយើងធ្វើមកវាអត់ចេញលេខរៀងឲ្យយើងទេបញ្ចូលនៅក្រោមនេះក៏អត់ចេញលេខរៀងដែរតើយើងបញ្ចូលបន្តគ្នាទៅវាចេញលេខរៀងឲ្យយើងឃើញទេអញ្ចឹងវាមានបញ្ហាបែបនេះឯងអញ្ចឹងក្នុងករណីនេះដែលយើងត្រូវបដូរប្រើរូបមន្តថ្មីទៅនឹងការកំណត់លេខរៀងដោយស្វ័យប្រវត្តិហ្នឹងបាទអញ្ចឹងលុបវាចេញមកអញ្ចឹងរូបមន្តថ្មីដែលយើងត្រូវប្រើដើម្បីកំណត់លេខរៀងដោយស្វ័យប្រវត្តិហ្នឹងគឺយើងប្រើរូបមន្ត if ដដែលគឺស្មើ if បើនឹងចោលមកតែយើងត្រូវប្រើ function មួយទៀតគឺ explain បាទ explain បាទនេះឃើញណាយើងថែម function មួយ explain បាទតមកទៀតយើងបើមកបញ្ចប់មកនេះយើងលេខរៀងរបស់យើងគឺរត់តាមកន្លែងឈ្មោះនេះបើសិនបើកន្លែងនេះវាទៅទេណាអញ្ចឹងយើងបើសិនវាកន្លែងនេះទៅទេយើងដាក់ឲ្យវាទៅទេមកបៀសមួយមកបាទហើយយើងដាក់សញ្ញាពេញកដោហើយដាក់សញ្ញាបៀសមួយទៀតតមកទៀតបៀសមួយមកយើងប្រើសំមុន match បាទmaximum ខ្ពស់បំផុតធំបំផុតស្មើមកតមកទៀតយើងមកចុចចំកន្លែងនេះកន្លែងក្បាលជួរដេករបស់យើងក្បាលជួរឈរត្រង់លេខរៀងចុចចំកន្លែងហ្នឹងមកបាទហើយដាក់សញ្ញាចុច2មកបាទនេះអញ្ចឹងយើងបាន A2 បាទកន្លែងហ្នឹងណាប៉ុន្តែកន្លែងនេះអ្នកដល់វាត្រូវថែមសញ្ញាដុល្លារយ៉ាសុំទោសបាទចុច F4 ក៏បានលើ keyboard ចេញសញ្ញាដុល្លារអញ្ចឹងយើងថែមសញ្ញាដុល្លារពីមុខក្បាលជួរឈរថែមសញ្ញាដុល្លារពីមុខក្បាលជួរដេកបន្តមកទៀតយើងបិទវងចោលមកវិញយើងដាក់សញ្ញាបូកលេខ1បូកថែម1យើងបិទវងចោលវិញបាទមើលខាងលើនេះក៏បាននេះរូបមន្តនេះមកខាងលើនេះក៏បានតទៅទៀតយើង enter មកបាទហើយយើងអុសតែម្ដងមកមានអីបាយច្រើនអុសតែម្ដងមកបាទព្រោះនេះឃើញលេខរៀងរបស់យើងចេញស្វ័យប្រវត្តិហើយយើងលុបចេញតែវាចេញតែអត់ឥឡូវកន្លែងនេះខ្ញុំដាក់វាចំកណ្ដាលចុះដាក់វាធំបន្តិចបិទច្បាស់ចុះឥឡូវកន្លែងនេះយើងវាចំណៃមកចេញលេខ1វាទៀតមកចេញលេខ2យើងទៅវាយក្រោមចេញលេខរៀងបន្តគ្នាឃើញទេបើសិនជាយើងលុបអាកន្លែងខាងលើ2ចោលអានេះទៅជាលេខ1វិញឃើញទេកន្លែងយើងបញ្ចូលទិន្នន័យវាចេញទៅជាលេខ1វិញបាទអញ្ចឹងអានេះតើតទៅនឹងការរូបមន្តនេះរូបមន្តរបស់យើងគឺតើតទៅនឹងការបញ្ចូលលេខរៀងដោយស្វ័យប្រវត្តិចំណុចទី2បាទចំណុចទី2របស់យើងគឺតើតទៅនឹងការបង្ហាញភេទដោយស្វ័យប្រវត្តិកន្លែងនេះបង្ហាញភេទដោយស្វ័យប្រវត្តិតើតទៅនឹងការបង្ហាញភេទកន្លែងនេះគឺយើងត្រូវកំណត់រូបមន្ត if ដូចគ្នាដែរមករូបមន្ត if
មានន័យថាកន្លែងនេះបើសិនជាលេខ1ខ្ញុំឲ្យវាចេញស្រីបាទបើសិនជាលេខ2ខ្ញុំឲ្យវាចេញប្រុសបាទតែយើងត្រូវកំណត់វាយ៉ាងម៉េចឲ្យត្រូវគ្នានឹងជាមួយនឹងឈ្មោះកន្លែងនេះអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំត្រូវធ្វើការកំណត់បាទគឺបែបហ្នឹងបាទដូចគ្នាចុះបាទនេះអញ្ចឹងបើសិនជាលេខ1ស្រីបើសិនជាលេខ2គឺត្រង់ទៅយើងត្រូវកំណត់យ៉ាងម៉េចអញ្ចឹងមុនចូលដល់កន្លែងរូបមន្តភេទបញ្ចូលកន្លែងរូបមន្តភេទកន្លែងនេះខ្ញុំឲ្យអ្នកនរគ្នាមកសង្កេតលើរូបមន្ត2ដែលយើងត្រូវប្រើគឺប្រើរូបមន្ត line នេះបាទ line នេះមួយ line នេះមួយហើយនឹងរូបមន្តមួយទៀតគឺរូបមន្ត trim បាទ trim បាទនេះ trim បាទតើរូបមន្ត2នេះគឺវាមានន័យយ៉ាងម៉េចរូបមន្ត2នេះបាទអញ្ចឹងរូបមន្ត line ហ្នឹងគឺជារូបមន្តសម្រាប់រាប់ចំនួនការវាយនៅក្នុង cell របស់យើងតើយើងវាយប្រមាណដងបាទឧទាហរណ៍ថាខ្ញុំកន្លែងនេះឧទាហរណ៍ថាកន្លែងនេះខ្ញុំវាយពាក្យថាវាអង់គ្លេសចុះខ្ញុំវាយពាក្យថាសាហើយខ្ញុំដក clear សាអញ្ចឹងសានេះគឺខ្ញុំវាយចំនួន5ដងមានន័យថាវាយ s ម្ដងវាយស a ម្ដងដក clear ម្ដង s ម្ដងទៀត a ម្ដងទៀតអញ្ចឹងយើងវាយ5ដងអញ្ចឹងដើម្បីដឹងថាតើនៅក្នុង cell យើងវាយប្រមាណដងគឺយើងត្រូវប្រើរូបមន្ត line ហ្នឹងឯងអញ្ចឹងយើងគាត់ទៅវាយស្មើមកវាយ line មកបើកមុខចោហើយយើងចុចចំកន្លែងនេះហើយយើង enter បើកមុខចោ enter គឺចេញ5ដងឯងបើសិនបើខ្ញុំលុបដក clear ចោលអញ្ចឹងវាចេញប្រមាណដងវាចេញ4ដងឃើញទេបាទអញ្ចឹងមានន័យថាអាកន្លែងរូបមន្ត line នេះគឺវាសម្រាប់រាប់ចំនួននៃការវាយទិន្នន័យបញ្ចូលក្នុងកាឡារបស់យើងតើយើងវាយប៉ុន្មានដងអញ្ចឹងឈ្មោះភាសាខ្មែរក៏ដូចគ្នាដែរឧទាហរណ៍យើងវាយឈ្មោះថាសាឈ្មោះថានីអញ្ចឹងយើងវាយ2ដងគឺអក្សរ no ហើយនិងស្រៈ e វាយតែ2ដងហ្នឹងពេល enter មក line របស់វាគឺចេញ2ឃើញទេចេញ2ចុះកន្លែង trim នេះយើងប្រើដើម្បីអីកន្លែង trim នេះគឺយើងប្រើដើម្បីផ្ដាច់លុប space បាទលុប space ចោលនៅផ្នែកខាងចុង trim នេះណាឥឡូវថតថាកន្លែងខ្ញុំបាយពាក្យសាបាយពាក្យសានេះគឺអត់ទាន់មានដក clear ទេឥឡូវខ្ញុំដក clear ខាងចុងចំនួន2ដងអញ្ចឹងដល់ពេលយើង enter មក line របស់វាចេញ6ប៉ុន្តែយើងមើលកន្លែងនេះឃើញតែ4ទេក៏ប៉ុន្តែ line វាចេញ6ដោយសារតែខាងចុងគឺយើងមានការដក clear ចំនួន2ដងអញ្ចឹងអារូបមន្ត trim នេះគឺប្រើដើម្បីលុបអាដក clear នៅផ្នែកខាងចុងនេះចោលអញ្ចឹងគាត់ទៅវាយស្មើមកយើងវាយពាក្យ trim បើកចោលមកយើងចុចចំកន្លែងសា enter មកអញ្ចឹង trim អញ្ចឹងកន្លែងនេះគឺវាលេងមានលេងមាននេះហើយលេងមានដក clear សិតចង់ដឹងយើងប្រើមុន line បញ្ជាក់វាមក line នៃអានេះបាទបើកចុច enter មកគឺចេញ4វិញនេះគឺចេញ4ដោយសារតែមាន SA បាទអញ្ចឹង trim គឺដើម្បីលុបផ្នែកខាងចុងលុប space ដល់ពេល line នេះគឺរាប់ចំនួនដងនៃការបញ្ចូលទិន្នន័យទៅក្នុង cell របស់យើងបាទអញ្ចឹងរូបមន្ត2នេះឯងគឺយើងត្រូវប្រើកន្លែងកំណត់ឲ្យចេញភេទនឹងគឺមានន័យថាបើសិនជាយើងដក clear ចេញម្ដងឲ្យចេញស្រីដក clear 2ដងឲ្យចេញប្រុសអញ្ចឹងរូបមន្តដែលយើងត្រូវប្រើយើងជួលវីដេអូរបស់យើងតែម្ដងបាទចំណុចកលឹះរបស់យើងតែម្ដងទាក់ទងទៅនឹងការកំណត់ភេទនេះអញ្ចឹងកន្លែងនេះគឺអ្នកទាំងគ្នាត្រូវប្រើរូបមន្ត if ដែរគាត់ទៅវាយសញ្ញាស្មើមកអ្នកទាំងគ្នាវាយពាក្យថា if ដក clear មកហើយវាយពាក្យថា line បាទ line ឥឡូវមុនចូលដល់នេះខ្ញុំបញ្យល់មួយទៀតសិនភ្លេចចំណុចមួយទៀតបាទនេះអញ្ចឹងកន្លែងនេះយើងត្រូវយើងមើលកន្លែងពាក្យសានេះដដែលសាហើយខ្ញុំដកគ្នាវាយសាអញ្ចឹងកន្លែងខ្ញុំវាយ5ដងកន្លែងណាឥឡូវបើសិនបើយើងប្រើរូបមន្ត line វាចេញប្រមាណចាស់ស្មើ line បាទចុចចំនឹងមកគឺវាចេញ4បាទស្មើ4ដងស្មើ5ដងដោយសារយើងដក clear ម្ដងប៉ុន្តែកន្លែងនេះត្រូវប្រើរូបមន្តស្មើ line នៃអីនេះ line នៃអានេះដកមកដកស្អីគេដក line trim ដក line trim ណែណា trim ណែនេះក៏ដែរមកបាទយើង enter មកបើកមុខចំទៅទៀត enter មកចេញ0គឺចេញ0ចុះតែកន្លែងដក clear 2ដងគឺចេញ1ឯងដក clear 3ដង
ចេញពីអញ្ចឹងមានន័យថាយើងកំណត់ភេទប្រុសឬក៏ស្រីតាមជាអាលេខ1លេខ2ហ្នឹងឯងតាមយន្តការដកឃ្លាមានន័យថាបើសិនជាយើងដកឃ្លាម្ដងវាចេញវាមានន័យថាបើសិនបើរូបមន្តយើងគណនាទៅវាចេញ1គឺឲ្យវាចេញស្រី2វាចេញប្រុសអញ្ចឹងដើម្បីឲ្យចេញលេខ1លេខ2យើងប្រើរូបមន្តនេះរូបមន្តយើងមិញនេះនេះ len នៃអានឹងដកឲ្យ len trip នៃអានឹងអញ្ចឹងយើងបានរូបមន្តរបស់យើងតោះឥឡូវយើងចូលមកកន្លែងកំណត់ភេទនៃខ្សែប្រវត្តិតែម្ដងអញ្ចឹងរូបមន្តកន្លែងកំណត់ភេទនៃខ្សែប្រវត្តិគឺយើងប្រើរូបមន្ត if យើងស្មើមក if បើវងចកមកបើវងចកមួយទៀតបាយពាក្យថា len នៃអីនេះ len នៃកន្លែងឈ្មោះកន្លែងហ្នឹងបាទដកឲ្យ len បើវងចក trim បាទ trim នៃអី trim នៃឈ្មោះរបស់យើងមិញហ្នឹងហើយយើងបិទវងចកចំនួន3ដងបាទស្មើប្រមាណស្មើ1ចឹងបើថាស្មើ1បើជាយើងរាប់ទៅឃើញចេញ1ចេញ space ណាស្មើ1អញ្ចឹងយើងកំណត់ឲ្យវាចេញភេទស្រីនេះវាយក្បៀសមួយមកសញ្ញាផ្សេងកដោដាក់ពាក្យថាស្រីតទៀតយើងដាក់សញ្ញាផ្សេងកដោវិញក្បៀសមួយទៀតហើយដាក់សញ្ញាផ្សេងកដោវាយពាក្យថាប្រុសបាទហើយយើងបិទវងចកវិញបិទសញ្ញាផ្សេងកដោបិទវងចកវិញយើង enter ឃើញចេញឃើញអត់មានតំណែងបីចេញប្រុសដដែលឃើញហេតុអីគេទៅជាបែបហ្នឹងអញ្ចឹងរូបមន្តយើងអត់ទាន់គ្រប់លក្ខណៈទេឥឡូវខ្ញុំឧទាហរណ៍ថាកន្លែងនេះគឺខ្ញុំឈ្មោះឧទាហរណ៍ឈ្មោះសំសានភេទប្រុសភេទស្រីសំសាន enter មកពេញចេញស្រីបាទអញ្ចឹងមានន័យថានៅពេលដែលយើងវាយដើម្បីចេញស្រីយើងវាយសំមកក៏ប៉ុន្តែកន្លែងដកឃ្លាទៅដកឃ្លា2ដង1 2ហើយយើងដាក់សាមកចេញស្រីតែម្ដងប៉ុន្តែបើសិនជាយើងចង់ឲ្យចេញប្រុសគឺយើងត្រូវដកឃ្លា3ដងសំដកឃ្លា3ដងមក1 2 3សាគឺចេញប្រុសឯងអញ្ចឹងមានថាប្រុសឬក៏ស្រីយើងកំណត់តាមរយៈការដកឃ្លា2ដងចេញស្រីដកឃ្លា3ដងចេញប្រុសអញ្ចឹងមានន័យថាបើយើងចង់បានប្រុសឬក៏ស្រីគឺអាស្រ័យទៅលើការដកឃ្លាក៏ប៉ុន្តែបញ្ហាត្រង់នៅពេលដែលយើងអត់មានតំណែងអញ្ចឹងវាទៅចេញអីវាទៅចេញប្រុសបាទអញ្ចឹងក្នុងករណីយើងត្រូវបន្ថែមរូបមន្តឲ្យវាយើងថែមកន្លែងណាថែមកន្លែងនេះមកនេះយើងបាយ if មួយទៀតមក if ទុក if បើវងចកមកយើងចុចចំកន្លែងឈ្មោះបើសិនជាកន្លែងឈ្មោះនេះវាអត់មានតំណែងទេគឺសញ្ញាផ្សេងកដោបៀសឲ្យវាមិនចេញតំណែងដូចគ្នាបៀសបាទតោះទៀតយើងថែមសញ្ញាវងចកបិទតំណែងមួយទៀត enter ឃើញអត់មានទេបាទតែកន្លែងយើងបញ្ចូលអញ្ចឹងគឺចេញប្រុសបាទដល់ពេលបញ្ចូលលេងអញ្ចឹងវាទៅជាអានេះយកតនអុកនៅពេលយើងអុកមកសាបញ្ចូលលេងវាចេញប្រុសចុះបើសិននៅក្នុងករណីយើងបញ្ចូលលេងទៅកុំឲ្យវាចេញនេះកុំឲ្យវាចេញប្រុសកុំឲ្យចេញភេទវាចេញសញ្ញាសួរមានន័យថាអាកន្លែងនេះយើងបញ្ចូលលេងប៉ុន្តែវាទៅជាកំណត់ប្រុសកំណត់ស្រីឃើញទេទៅវិញយើងបញ្ចូលមិនប្រុសសុទ្ធតែម្ដងអញ្ចឹងកុំឲ្យមានបញ្ហានេះយើងត្រូវបន្ថែមរូបមន្តយើងបន្តទៀតតោះឥឡូវយើងទាក់ទងការបន្ថែមរូបមន្តយើងបន្ថែមមិនតោះពីថែមកន្លែងនេះហើយកន្លែងនេះគឺអ្នកទាំងគ្នាត្រូវបន្ថែមកន្លែងនេះ copy កន្លែង if នេះមួយមកបាទនេះ copy កន្លែងនេះ copy ត្រឹមកន្លែងហ្នឹងមកបាទ click មកស្ដាំទុក copy សាដើមបាទដល់ត្រឹមហ្នឹងណាបាទហើយយើង copy វាមក copy ហើយយើងយកមកដាក់ចំកន្លែងប្រុសរបស់យើងហ្នឹង paste វាមកកន្លែងហ្នឹង click មកស្ដាំ paste អូខេហើយលុបសញ្ញាពេញកដោចូលក្បៀសចូលមួយហើយកន្លែងថែមសញ្ញាក្បៀសមួយកន្លែងហ្នឹងបាទនេះអញ្ចឹងមានថាអាកន្លែងនេះគឺដូចគ្នាជាមួយនឹងអាកន្លែងនេះគាត់វាខុសអីកន្លែងខុសប្រុសស្រីឯងអញ្ចឹងកន្លែងនេះលេខ1ហ្នឹងគឺស្រីអញ្ចឹងកន្លែងនេះយើងកែដាក់លេខ2វិញមកលេខ2គឺប្រុសបាទតមកទៀតយើងដាក់សញ្ញាក្បៀសមួយហើយដាក់សញ្ញាពេញកដោឥឡូវវាចេញសញ្ញាសួរដាក់សញ្ញាសួរមកសញ្ញាសួរ2ដងក៏បានម្ដងក៏បានតែលើយើងទេតោះយើងដាក់សញ្ញាពេញកដោវិញមកហើយយើងបិទវងចោលមួយទៀតមកយើង enter ឥឡូវយើងអូសម្ដងទៀតមកបាទអូសម្ដងទៀតឥឡូវកន្លែងយើងបញ្ចូលលេងបាទបញ្ចូលលេងវាចេញសញ្ញាសួរអញ្ចឹងកាលណាយើងបញ្ចូលលេងហ្នឹងគឺវាចេញសញ្ញាសួរបាទចេញសញ្ញាសួរក៏ប៉ុន្តែបើយើងចង់ឲ្យវាចេញប្រុសយើងវាយដូចមិញមកថាឈ្មោះអីសួនស៊ីណាភេទស្រីយើងចង់បានភេទស្រីសួន
đọt kia pi đòn máu miền thay dương bay xuống đọt kia pi đòn mặt đòn pi đòn thấy xin nè enter máu tranh sấy ở như trong ban phong vinh mua can thiệt đấy can nó đọt kia bay đó mùi pi bay thiệt đấy enter máu pro rồi nhé chân đọt kia pi đòn sấy đọt kia pi đòn pro và chân dương cầm mặt bị mất tại trong của ta vàចំណុចបន្តទៀតបាទចំណុចបន្តទៀតនេះគឺយើងចង់ឲ្យកន្លែងដាក់ឲ្យចេញសញ្ញាសួរដែលវាមិនមែនជាភេទវាចេញ highlight ពណ៌ក្រហមកន្លែងណាចេញ highlight ពណ៌ក្រហមអញ្ចឹងដើម្បីបាន highlight ពណ៌ក្រហមត្រង់កន្លែងបញ្ចូលទិន្នន័យលេខហ្នឹងកន្លែងនេះគឺអ្នកត្រូវទៅ select លើវាទាំងអស់ចឹងណា select ទាំងអស់ចេញមកហើយយើងចូលទៅកាន់ menu home ហើយយកពាក្យថា conditional formatting ហើយយកពាក្យថា new role ហើយកន្លែងនេះគឺអ្នកទាំងគ្នាយកពាក្យថា user formula ហើយចុចចង់កន្លែងនេះមកបាយញ៉ាំស្មើហើយយើងចុចចំកន្លែង page នេះ page ដំបូងគេណាឈ្មោះដំបូងគេតែយើងកន្លែងយើងត្រូវលុបចោលលុបសញ្ញាដុល្លារមុខក្បាលជួរដេកចោលទុកឲ្យសញ្ញាដុល្លារមួយបានហើយបែកសញ្ញាស្មើមកដាក់សញ្ញាធ្មេញកដោសញ្ញាធ្មេញកដោទៅមកបែកសញ្ញាសួរ2ដងវាយឲ្យដូចគ្នានឹងកន្លែងនេះភាសាកន្លែងនេះវាបង្ហាញសញ្ញាសួរម្ដងយើងដាក់សញ្ញាសួរម្ដងផ្សេងសញ្ញាសួរ2ដងយើងដាក់សញ្ញាសួរ2ដងឥឡូវយើងដាក់សញ្ញាសួរ2ដងមកដូចគ្នាដាក់សញ្ញាធ្មេញកដោមកវិញតមកយើងទៅដាក់វាពណ៌ក្រហមចូលកន្លែង format ហើយយើងនេះយកកន្លែង font យើងនេះមកហើយយើងយកពាក្យថា automatic ហើយយើងដាក់ពណ៌ក្រហមមកហើយយើងអូខេមកអូខេទៀតមកឃើញទេវាចេញពណ៌ក្រហមមកកន្លែងណាដែលយើងបញ្ចូលលេខគឺវាចេញពណ៌ក្រហមប៉ុន្តែបើយើងចង់ឲ្យបានប្រុសបានស្រីបាទនេះបញ្ចូលលេខក្រហមប៉ុន្តែបើយើងចង់បានប្រុសបានស្រីគឺយើងបញ្ចូលតាមរយៈការដក clear ហ្នឹងមកបាទហ្នឹងគឺចំណុចមួយទៅបាទចំណុចបន្តទៀតគឺទាក់ទងទៅនឹងកន្លែងដែលយើងអត់បញ្ចូលទិន្នន័យកន្លែងណាឥឡូវខ្ញុំលុបនេះចោលអញ្ចឹងដល់ពេលយើងលុបហ្នឹងទៅវាអត់មានទិន្នន័យប៉ុន្តែយើងចង់បំបត្តិតារាងនេះចោលអញ្ចឹងរបៀបនៃការបំបត្តិតារាងដែលគ្មានទិន្នន័យអញ្ចឹងអ្នកទាំងគ្នាធ្វើបន្តទៀតមកគឺ select លើតារាងរបស់យើងមិន select ក្បាលទេបាទតមកទៀតយើងចូលទៅកាន់កន្លែង menu home ហើយយកពាក្យថា conditional formatting ហើយយកពាក្យថា new role កន្លែងនេះគឺអ្នកទាំងគ្នាយកពាក្យថា user formula ចុចចំកន្លែងនេះដាក់សញ្ញាស្មើហើយយើងចុចចំកន្លែងឈ្មោះរបស់យើងនេះកន្លែងឈ្មោះហ្នឹងណាចុចចំកន្លែងឈ្មោះនេះមកបាទហើយយើងលុបសញ្ញាដុល្លារពីមុខក្បាលជួរដេកដូចគ្នាទុកតែសញ្ញាដុល្លារពីមុខក្បាលជួរឈោបានហើយយើងវាយសញ្ញាស្មើមកដាក់សញ្ញាពេញកដោ2មានន័យថាប្រសិនបើវាអត់មានទិន្នន័យទេអញ្ចឹងយើងកុំឲ្យវាបង្ហាញតារាងអញ្ចឹងដើម្បីកុំឲ្យបង្ហាញតារាងយើងចូលទៅកន្លែង format ហើយយើងយកពាក្យថា border កន្លែងដាក់តារាងហើយយើងដោះកន្លែង unit មកដោះតារាងចោលហើយយើងអូខេមកនេះឃើញបាត់តារាងឯងឃើញបាត់តារាងហើយក៏ប៉ុន្តែយើងឃើញនៅពេលដែលយើងបបាត់តារាងអាតារាងខាងក្រោមវាបាត់ដែរអញ្ចឹងដើម្បីបង្ហាញតារាងនេះមកវិញយើង select លើតារាងរបស់យើងម្ដងទៀត select ទាំងអស់មកយើងធ្វើតារាងទៅណា select ទៅនឹងមកហើយយើងចូលទៅកាន់ menu home ហើយយកពាក្យថា conditional ម្ដងទៀតហើយយកពាក្យថា new role ម្ដងទៀតហើយយើងវាយរូបមន្តទៅនេះម្ដងទៀតបាទវាយញ៉ាំស្មើមកចុចចំកន្លែងឈ្មោះដូចគ្នាបាទហើយយើងលុបសញ្ញាដុល្លារនេះចោលប៉ុន្តែលើកនេះគឺអ្នកទាំងគ្នាត្រូវដាក់សញ្ញាតូចសញ្ញាធំហើយអ្នកទាំងគ្នាដាក់សញ្ញាពេញកដោcòn ដែលលុបចំនួនពីសញ្ញាស្មើទៅជាសញ្ញាតូចសញ្ញាធំហើយយើងទៅដាក់តារាងវាមក format ហើយយើងចូលកន្លែង outline នេះដាក់តារាងរបស់យើងនេះអូខេវិញមកអូខេពេលនេះយើងចេញដល់ពេលយើងបញ្ចូលទិន្នន័យឃើញទេបញ្ចូលលេខអញ្ចឹងវាអត់ចេញភេទទេចង់បានភេទស្រីយើងវាដកគ្នា2ដងមកឈ្មោះអីសបាទដកគ្នា2ដងសនារីបាទដកគ្នាមកបាទចេញស្រីហើយដើម្បីចេញប្រុសយើងដកគ្នា3ដងមកដាក់ឈ្មោះអីតង់ដកគ្នា3ដង1 2 3លីហុងបាទយើង enter មកចេញប្រុសតែម្ដងទេចង់បានប្រុសឬស្រីបាទហើយបន្តមកទៀតដើម្បីការពារទិន្នន័យរបស់យើងកន្លែងយើងលុបចូលវិញដល់មិននេះទេបាទឥឡូវកន្លែងនេះកាលណាយើងច្រឡំលុបខូចរូបមន្តណាតែច្រឡំលុបចោលឲ្យយើងទៅខូចរូបមន្តតែម្ដងបាទលុបទិន្នន័យចោលដល់លុបអញ្ចឹងបាទអញ្ចឹងយើងអត់លុបទេបាទទិន្នន័យកន្លែងដូចគ្នាដែរយើងកុំលុបបាទអញ្ចឹងដើម្បីការពារទិន្នន័យអញ្ចឹងយើងត្រូវដឹងថាក្នុងតារាងរបស់យើងនេះតើយើងបញ្ចូលទិន្នន័យកន្លែងណាខ្លះអញ្ចឹងកន្លែងដែលយើងបញ្ចូលគឺអានេះទេចំណែកកន្លែងផ្សេងៗទៀតយើងអត់បញ្ចូលទេនេះយើងបញ្ចូលកន្លែងនេះបញ្ចូលកន្លែងជួរនេះអញ្ចឹងយើងបញ្ចូលតែពីរជួរឈរកន្លែងផ្សេងៗទៀតយើងត្រូវ lock វាចោលអញ្ចឹងដើម្បី lock វាដំបូងគឺត្រូវ lock ទាំងអស់ចោលសិនចុចចំអីនេះមក select all คลิกមកស្ដាមយកពាក្យថា format cell
យកពាក្យ protection ហើយយកពាក្យ lock lock ចឹងមកសញ្ញា lock ហើយសញ្ញា hidden ដាក់ទាំងពីរនឹងអូខេតបទៀតយើង select ត្រង់កន្លែងយើងត្រូវបញ្ចូលកន្លែងនេះមក select ឲ្យគ្រប់តារាងរបស់យើងណាចុច control ឲ្យជាប់មកចុច select ម្ដងទៀតបាទតបទៀតយើងคลิกមក start មកយកពាក្យថា format cell យើងដោះវាចេញវិញដោះ lock ដោះ hidden ហើយយើងអូខេមកបាទឃើញទេតមកទៀតដើម្បីរំកិលទៅកុំឲ្យវាអង្គើក្បាលអញ្ចឹងយើងដាក់ cursor យើងឲ្យចុងនេះមកហើយយើងយកពាក្យថា view ហើយយកពាក្យថា freeze pan យើងរំកិលវាលេងបញ្ហាហ្នឹងតមកទៀតដើម្បី lock កន្លែងនេះចោលគឺយើង lock កន្លែងនេះពីរនេះកន្លែងយើងប្រើរមុន lock ចោលយើងចូលទៅកាន់ menu view មកហើយយើងពាក្យថា protect shift ហើយកន្លែងនេះយើងដាក់ format cell ក៏បានមិនដាក់ក៏បានសំខាន់គឺដាក់ពីរនឹងហើយយើងអូខេមកបាទពេលហ្នឹងគឺបានមកកន្លែងនេះគឺយើងលុបអត់កើតទេឃើញទេកន្លែងនេះគឺលុបអត់កើតដែរប៉ុន្តែកន្លែងនេះគឺយើងអាចបញ្ចូលបានទិន្នន័យឃើញទេអាចចូលទិន្នន័យបានលុបបានឈ្មោះយើងអាចលុបបានបាទយើងអាចលុបបានឈ្មោះឃើញទេហើយយើងអាចបញ្ចូលទិន្នន័យបានតែកន្លែងនេះបញ្ចូលអត់កើតទេលុបអត់កើតដែរបាទអានេះគឺជាគន្លឹះសំខាន់បាទអញ្ចឹងវីដេអូរបស់យើងគឺសូមបញ្ចប់តែត្រឹមហ្នឹងយើងជួបគ្នានៅវីដេអូលើក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលា